សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសម្លប្រហើរត្រពាំងសម្រាប់សម្លប្រហើរត្រពាំងដើម្បីកុំឲ្យខាយើងលាងត្រពាំងជាមួយនឹងអង្ករឲ្យស្អាតហើយយើងរំងាស់ឲ្យត្រពាំងនឹងផុយយើងរំងាស់ឲ្យត្រពាំងនឹងផុយហើយយើងក៏ជ្រុំប្រហុកតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តនៅពេលដែលយើងជុំប្រហុកវាឡើងទឹកប្រហុកហ្នឹងខ្មៅយើងដួសស្រង់ពពុះនឹងចេញចាស្រង់ពពុះនឹងចេញហើយទៅយើងងាស់ឲ្យវាផុយឆ្អិនដល់ពេលរួចនៅពេលឆ្អិនយើងដាក់សាច់ជ្រូកចូលសិនត្រីយើងច្បាស់ដាក់ចូលមិញបងប្អូនឃើញមិញខ្ញុំដាក់ខ្ទិះដូងបន្តិចខ្ទិះដូងនេះគឺខ្ទិះដូងកំប៉ុងណាខ្ញុំខ្លះសេទៅវាក៏ប៉ុន្តែអីទេយើងដាក់បន្តិចទៅតាមចំណង់ចំណូលចិត្តដល់ពេលរួចយើងងាស់សាច់ហើយទៅបងប្អូនដាក់បន្លែណាដែរនិយាយថាអត់មិនបន្លែខៀវអធិស្ឋានផងបន្លែដែលរឹងមុនដើម្បីឲ្យវាផុយងាស់ផុយហើយទៅចាំយើងដាក់បន្លែខៀវនេះយើងកូរតែមួយត្រឡប់ពីរត្រឡប់ដាក់ជាមួយនឹងត្រីសាច់ត្រីចុងក្រោយហើយបន្ថែមទឹកខ្ទិះប្រហើយបន្តិចបងប្អូនដាក់ខ្ទិះទៅខ្ទិះដែលយើងដាក់ខ្លះសេចោលហ្នឹងហើយធានានេះបងប្អូនចុងក្រោយបើបងប្អូនចង់ចូលចិត្តពងទាដាក់ពងទាមួយគ្រាប់ទៅគឺជាការស្រេច